សួស្តីកូនទាំងអស់គ្នាចូលរៀនហើយអង្គុយចុះឲ្យស្ងៀមណាថ្ងៃនេះលោកគ្រូមានរឿងនិទានមួយដែលល្អមើលណាស់វាទាក់ទងនឹងសត្វពីរប្រភេទគឺមួយធំខ្លាំងឯមួយទៀតតូចតែឆ្លាតរឿងនេះមានចំណងជើងថាទុនសាយបណ្ឌិតនិងផ្លែត្នោតទិព្វកាលពីព្រេងណីនៅក្នុងព្រៃធំមួយមានដើមត្នោតមួយដើមខ្ពស់ត្រដែតដើមត្នោតនេះមិនមែនជាដើមត្នោតធម្មតាទេវាគឺជាដើមត្នោតទិព្វរៀងរាល់100ឆ្នាំម្ដងវានឹងផ្ដល់ផ្លែត្នោតទិព្វតែមួយផ្លែប៉ុណ្ណោះនៅថ្ងៃមួយដែលជាថ្ងៃកំណត់ផ្លែត្នោតទិព្វទុំមានសត្វជាច្រើនបានមកប្រមូលផ្ដុំគ្នាក្នុងនោះមានបងខ្លាឃ្មុំនិងបងទន្សាយកូនដឹងទេបងខ្លាឃ្មុំកាចណាស់គាត់អាងថាគាត់ធំគាត់ក៏ស្រែកថាផ្លែត្នោតនេះជារបស់អញជាអ្នកខ្លាំងជាងគេក្នុងព្រៃនេះគ្មាននរណាហ៊ានដណ្ដើមពីអញទេខ្លាឃ្មុំនិយាយបណ្ដាបញ្ចេញសាច់ដុំបណ្ដាធ្វើឲ្យសត្វតូចភ័យរត់ចូលព្រៃអស់នៅសល់តែទន្សាយមួយប៉ុណ្ណោះដែលហ៊ានឈរនៅទីនោះសួស្ដីបងខ្លាឃ្មុំបងពិតជាខ្លាំងមែនប៉ុន្តែដើមត្នោតនេះខ្ពស់ណាស់ណាតើបងឡើងទៅយកដោយរបៀបណាកុំចេះដឹងអល់អត់ចាំមើលអញរង្កេយដើមវាឲ្យយកផ្លែហាខ្លាឃ្មុំចាប់អបដើមត្នោតហើយខំប្រឹងរង្កេយយ៉ាងខ្លាំងក្រឹបប៉ុន្តែដើមត្នោតទិព្វនោះរឹងមាំណាស់មិនរង្គើសូម្បីតែបន្តិចខ្លាឃ្មុំខំប្រឹងរហូតដល់អស់កម្លាំងហេតុអ្វីក៏រឹងម្ល៉េះចាំមើលអញនឹងឡើងទៅបេះវាខ្លាឃ្មុំព្យាយាមឡើងដើមត្នោតប៉ុន្តែដើមត្នោតនោះរលោងណាស់ខ្លាឃ្មុំឡើងបានបន្តិចក៏រអើធឿងមកវិញដឹបអូយឈឺគូតណាស់ទន្សាយអញសោយអញមែនទេអត់ទេបងខ្ញុំមិនហ៊ានសោយទេប៉ុន្តែជីតាខ្ញុំធ្វើប្រាប់ថាដើមត្នោតនេះមានម្ចាស់រក្សាយើងមិនអាចប្រើកម្លាំងបាយយកផ្លែវាបានទេយើងត្រូវប្រើពាក្យពេចន៍ភ្លាមនោះខ្យល់មួយបានបុកមកយ៉ាងខាងហើយសំឡេងដ៏អាតកំបាំងមួយបានបន្លឺចេញពីកំពូលដើមត្នោតនរណាមករំខានដំណេកយើងគឺខ្ញុំខ្លាឃ្មុំខ្ញុំចង់បានផ្លែត្នោតឲ្យខ្ញុំមកផ្លែត្នោតនេះនឹងធ្លាក់ចុះមកសម្រាប់តែអ្នកដែលមានចិត្តបរិសុទ្ធប៉ុណ្ណោះយើងមានសំណួរមួយបើនរណាឆ្លើយត្រូវយើងនឹងឲ្យផ្លែនេះទៅអ្នកនោះស្ដាប់សំណួរណាតើអ្វីទៅដែលមានតម្លៃជាងកម្លាំងបាយងាយណាស់គឺមេប្រាក់ឬក៏អាហារឆ្ងាញ់ឲ្យផ្លែត្នោតមកអញឆ្លើយត្រូវហើយដើមត្នោតនៅស្ងៀមឈឹងខ្លាឃ្មុំខឹងខ្លាំងណាស់វាគប់ដុំថ្មទៅលើដើមត្នោតតែដុំថ្មនោះបកត្រឡប់មកត្រូវក្បាលវាវិញផងអូយក្បាលអញទន្សាយឯងឆ្លើយម្ដងមើលបើឯងឆ្លើយខុសឯងនឹងទ្រឹមួយដៃរបស់អញលោកម្ចាស់ដើមត្នោតចម្លើយគឺសេចក្តីល្អនឹងការចែករំលែកព្រោះកម្លាំងបាយអាចធ្វើឲ្យគេខ្លាចតែសេចក្តីល្អធ្វើឲ្យគេគោរពស្រឡាញ់ហើយបើខ្ញុំបាំងផ្លែត្នោតនេះខ្ញុំនឹងមិនស៊ីម្នាក់ឯងទេខ្ញុំនឹងយកទៅចែកសត្វទាំងអស់ក្នុងព្រៃដែលកំពុងឃ្លាននិយាយចប់ភ្លាមស្រាប់តែផ្លែត្នោតពណ៌មាសនោះក៏របូតចេញពីជងហើយធ្លាក់ចុះមកថ្នមមកលើដៃរបស់ទន្សាយវីងត្រឹមត្រូវណាស់ទន្សាយបណ្ឌិតផ្លែត្នោតនេះស័ក្តិសមនឹងឯងហើយហាមិនអាចទេយកមកឲ្យអញខ្លាឃ្មុំស្ទុះទៅដណ្ដើមពីទន្សាយប៉ុន្តែពេលដៃរបស់ខ្លាឃ្មុំប៉ះផ្លែត្នោតនោះក៏คล้ายទៅជាដុំថ្មធ្ងន់ធ្វើឲ្យខ្លាឃ្មុំដោនផ្កាប់មុខបងខ្លាឃ្មុំផ្លែនេះមិនអាចស៊ីបានទេបើបងមានចិត្តលោភលន់តោះយើងយកផ្លែនេះទៅកិនធ្វើជានំត្នោតហើយចែកគ្នាស៊ីជាមួយសត្វដទៃទៀតល្អទេទីបំផុតខ្លាឃ្មុំក៏យល់ព្រមតាមទន្សាយបានយកផ្លែត្នោតទិព្វនោះទៅធ្វើជានំយ៉ាងឈ្ងុយឆ្ងាញ់ចែកជូនសត្វទាំងអស់ក្នុងព្រៃតោះកូនរឿងចាប់ហើយ
តើកូនយល់យ៉ាងណាដែរលោកគ្រូចង់ប្រាប់ថាកម្លាំងបាយមិនអាចយកឈ្នះអ្វីគ្រប់យ៉ាងនោះទេប្រាជ្ញានិងទឹកចិត្តល្អទើបជាអាវុធដ៏ពិតប្រាកដថ្ងៃនេះលោកគ្រូមានតែប៉ុណ្ណឹងកូនអាចជិនលៀងបានជម្រាបលា